អីយ៉ាហាងជេងមាសឡើងថ្លៃតែកុយអេណាប្រកាសថាហាងជេងខ្លួននៅដដែលស្របពេលដែលហាងជេងមាសឡើងថ្លៃជារៀងរាល់ថ្ងៃស្រាប់តែតារាស្រីកុយអេណាប្រកាសថាហាងជេងខ្លួននៅដដែលមិនមានការឡើងថ្លៃឡើយបន្ទាប់ពីជោគជ័យនៅក្នុងការដើរថ្មើរជើងដើម្បីទេសចរកញ្ញាកុយអេណាកាន់តែល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសជាពិសេសនាងចាប់ផ្ដើមទទួលបានការងារច្រើនឡើងក្នុងតម្លៃខ្លួនខ្ពស់មិនធម្មតាទាំងការងារ Top Spot និងការងារជួយសង្គមជាមួយគ្នានេះផងដែរកញ្ញាកុយអេណាថែមទាំងបាននិយាយថាហាងជេងមាសឡើងថ្លៃតែហាងជេងអេណានៅដដែលកញ្ញាកុយអេណាប្រកាសមិនដំឡើងតម្លៃខ្លួនបែបនេះគឺក្រោយពីមានព័ត៌មានជាច្រើនថានៅពេលដែលនាងជោគជ័យនិងល្បីឈ្មោះក្នុងវិស័យសិល្បៈតម្លៃខ្លួនរបស់នាងចាប់ផ្ដើមកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងកាលពីមុនជាមួយគ្នានេះផងដែរកញ្ញាកុយអេណាថែមទាំងបានប្រកាសថាអេណាពីមុនយ៉ាងណាឥឡូវក៏នៅដូចដើមតម្លៃខ្លួនមិនប្រែប្រួលចរិតលក្ខណៈក៏មិនប្រែប្រួលអាចរាប់អានបានគួររំលឹកផងដែរថាបន្ទាប់ពីកញ្ញាកុយអេណាជោគជ័យក្នុងការដើរថ្មើរជើងដើម្បីទេសចរមកកាន់តែធ្វើឲ្យគេឈ្មោះនាងល្បីល្បាញឡើងនិងមានអ្នកស្រឡាញ់ចូលចិត្តច្រើនកុយអេណាថែមទាំងបានប្រកាសថានឹងចូលរួមការងារសង្គមឲ្យបានច្រើនហើយនាងក៏ត្រៀមនឹងមានបេសកកម្មថ្មីដែលត្រៀមខ្លួននឹងធ្វើជាបន្តបន្ទាប់ផងដែរ